បងប្អូនណាខ្លះចេះហូបដើមកសាំងទៀបបងប្អូនតាមពិតកសាំងទៀបឆ្ងាញ់ណាបងប្អូនបងប្អូនខ្លះអត់ចេះហូបទេបងប្អូនហ្នឹងហើយគាត់រៀងហិលហាងគាត់មិនសូវហូបតាមពិតនេះឆ្ងាញ់ណាបងប្អូនយកទៅឆុងមីយកទៅឆុងស្អីយកទៅឆាត្រឡប់ខ្លាញ់ឡប់ពេកជ្រលក់ទឹកម្រេចក៏ឆ្ងាញ់បងប្អូនតែថ្ងៃនេះខ្ញុំបានកោះមាន់ណាបងប្អូនបាទកោះមាន់នោះចិត្តគីឡូដែរយកមកឆាបងប្អូនតាមកចូលរួមមើលឆាខ្ញុំទាំងអស់គ្នាបាទនេះដានកសាំងទៀបបងប្អូនកញ្ឆែងមកគឺទៅបេះទាំងមួយសម្ាញ់ចង់សពូណាបងប្អូនទុករវល់ពេកបាទចូលខ្ញុំយកកោះមាន់នោះយកមកស្ងោរសិនណាបងប្អូនបាទស្ងោរយើងដាក់មកទេសយើងដាក់ស្លឹកក្រូចអីដេកមកបងប្អូនកុំឲ្យធំនេះខ្ញុំលាងអុយអស់ហើយបាទនេះខាងគុលបងប្អូនណាគុលយើងកាត់វាពាក់កដាលម្នាក់ទៅចង់យើងទុកទំរៀបទ្របពីក្រោមខ្ចីបាទស្ងោរឲ្យវាឆ្អិនល្អមកបងប្អូនយើងឆាទៅតែមកត្រឡប់យើងឆ្អិនហ្មងបាទបើថ្លើមលើនេះខ្លែកោះវាយូរបាទខ្ញុំរៀបដាក់ចានឲ្យស្រេចហើយបាន2ចានបងប្អូនបាទរៀបចឹងមកដល់ពេលយើងឆាឆ្អិនយើងចាក់នឹងចូលនឹងខ្វោកបងប្អូននេះបាទយើងស្រង់មិនលាងទឹកឲ្យស្អាតណាបងប្អូនបាទយើងបីទឹកមកកុំឲ្យធំក្លិនបាទកោះមាន់នេះបើសិនបើយើងមិនសម្អាតវាមិនស្ងោរវាសិនទៅឆាដល់មកគឺធំក្លិនបដ បាទហ្នឹងខ្ញុំធ្លាប់ឆា 4-5 ដងបងប្អូនសាំងទៀបនេះបាទហើយយើងក៏ឆាមកយើងដាក់ខ្លាញ់ដាក់ខ្ទឹមមកបងប្អូនដូចតែឆាយើងធម្មតាទេបាទមានខ្ទឹមសខ្ទឹមក្រហមមកទេបងប្អូនណាចូលចិត្តហិលដាក់ម្ទេសច្រើនបងប្អូនបាទនេះខ្ញុំមានច្រើនដែរនេះចូល3គ្រាប់បាទដាក់កោះមុនមកបងប្អូនឆាកោះមកត្រឡប់សិនយើងដាក់ថ្លើមបាទដាក់ថ្លើមវាចូលមកហើយដាក់គ្រឿងក្រៅឲ្យចូលជាតិមកបងប្អូនទឹកត្រីមកជ្រោចមកត្រុតឌីទៅមកជ្រោចប៊ីចេងនេះ7 8គ្រាប់មកទឹកស៊ីអ៊ីវពេងខ្យងមកស្ករសចឹងមកបងប្អូនបាទច្បោកច្បល់ឲ្យថែមទឹកមកចាប់មកបងប្អូនឲ្យចូលជាតិគ្នាបាទមកត្រឡប់ឲ្យចូលជាតិគ្នាចាំយើងភ្លក់មកល្មមទៅយើងស្រង់យើងទៅស្រូបជាមួយនឹងនេះបាទនេះខាងគល់ខ្ញុំចាក់ចូលបងប្អូនខាងគល់យើងកាត់មិនអញ្ចឹងបាទយើងចាក់ចូលមកត្រឡប់ឲ្យវាមកសពប់មកហើយចាំយើងពេលឆ្អិនភ្លក់ទៅល្មមទៅជាប់ជាការស្រេចបាទយកទៅចាក់ជាមួយនឹងតំណប់ខ្ចីចុងដែលយើងទ្របរៀបនឹងចានមិញបងប្អូនបាទមកហូបនេះវាខ្លែមវិញលេខ1បងប្អូនឆ្ងាញ់បាទមកនេះដួសដាក់ចានចឹងមកបងប្អូនខ្លះក៏អត់ចេះហូបនឹងមិនគាត់ខ្ញុំចេះហូបតាំងពីដើមបងប្អូនបាទមកហូបនេះបាទវាទំនើបណាស់បងប្អូននេះបាទឃើញក្រហមពីថាមិនឆ្អិនតែប៉ុតយើងស្ងោរពី3ពុះហើយបងប្អូនបាទមើលទៅទំនើបណាស់បងប្អូនបាទអូជាតិបងប្អូនបាទអរគុណច្រើនបងប្អូនដែលបានជួយទស្សនាវីដេអូតាមដានเพจរបស់តឡាត់ស្រែបើពេញចិត្តសូមជួយ like ឬក៏ជួយ follow เพจអ្នកមួយផងមកម៉ែបងប្អូនបាទវីដេអូខ្ញុំមានតែប៉ុណ្ណេះទេបងប្អូនហើយខុសត្រូវសូមអធិស្ឋានអភ័យទោសផងបាទអរគុណសុខសប្បាយទាំងអស់គ្នា